ជំរាបសួរសួស្តីវីដេអូយើងញឹកបន្តិចថ្ងៃនេះតែវីដេអូនេះវាតាក់ទងជាមួយនឹងប្រធានបទមួយដែលសំខាន់ដែរពីព្រោះខ្ញុំឃើញគ្រប់គ្នាចែករំលែកគ្រប់គ្នាច្រើនគ្នាគាត់ចែករំលែកហើយអ្នកខ្លះក៏គាត់ថាមិនពិតទេកុំជឿខ្លាចចាញ់បោកគេអ្នកខ្លះទៀតក៏គាត់ថាអូប្រយ័ត្នប្រយែងគេលោធ្លាក់ក្នុងលងអីចឹងទៅអ្នកខ្លះទៀតគាត់ថាវាមិនដែរខ្ញុំមិននៅ30-40ឆ្នាំហើយមិនដែរលឺនិយាយចឹងទេមិនដែរគ្មាននេះគ្មានអស់ហ្នឹងទេ donc ក្នុងក្បាលខ្ញុំវាធ្វើការមកយប់ហើយតាំងយប់មិញមកខ្ញុំឃើញគេចែករំលែកច្រើនពេកខ្ញុំឆ្ងល់ថាវាបាច់វាមានអីក៏អត់តែយប់មិញខ្ញុំវាយប់ពីទៅខ្ញុំក៏ខ្ជិលទៅ chercher ពីព្រឹកមិញរហូតមកដល់ស្មានហ្នឹងគឺខ្ញុំធ្វើ chercher ខ្ញុំក៏មានព័ត៌មានតាក់ទងជាមួយនឹងហ្នឹងរូបភាពដែលខ្ញុំដាក់ក្រោយខ្នងខ្ញុំអាកាយ៉ាប្លង់ហ្នឹងណាហើយអ្នកទាំងអស់គ្នាប្រហែលជាឃើញមុខគាត់ហើយប៉ុន្តែខ្ញុំអត់ចូលចិត្តបង្ហាញមុខគេទេគឺខ្ញុំបិទមុខគេហើយអ្នកយើងអ្នកបានឃើញវីដេអូគាត់ក៏តាមយើងឃើញមុខគាត់ស្គាល់គាត់ទៅ donc est-ce que c'est vrai tout ce qu'il dit ស្អីដែលគាត់និយាយទាំងអស់ហ្នឹងតើវាប្រមាណភាគរយដែលការពិតខ្ញុំអាចនិយាយបានថា90%ចុះជាការពិតអញ្ចឹងគាត់អត់កុហកទេណាគាត់អត់កុហកទេប៉ុន្តែមានអ្នកខ្លះទៀតគាត់និយាយរឿងលឿនបន្តិច90%គឺជាការពិតចំណុចដែលជាការពិតគឺស្អីខ្លះយើងចង់មកបើក entreprise ជាភាសាបារាំងគេហៅថា investir មកបណ្ដាក់ទុនដាក់ទុនណាដាក់ទុនរកស៊ីនៅប្រទេសបារាំងoui បានហើយយើងចង់មក investir យើងត្រូវមានយ៉ាងតិច 30,000 euro oui អាហ្នឹងក៏ជាការពិតគាត់និយាយបន្ទាប់មកទៀតយើងត្រូវមាន experience professionnelle បទពិសោធន៍អាជីពការងារយ៉ាងតិចណាស់5ឆ្នាំ oui aussi គាត់បាននិយាយបន្ទាប់មកទៀតយើងត្រូវមាន connaissance ជា master គឺអនុបណ្ឌិតត្រូវរៀនដល់5ឆ្នាំយ៉ាងតិច oui aussi donc គាត់និយាយការពិតដែរការពិតណាវាមានអស់ហ្នឹងត្រូវមាន master ត្រូវមានបទពិសោធន៍យ៉ាងតិច5ឆ្នាំតាក់ទងជាមួយនឹងជំនាញជាមួយនឹងរបររកស៊ីដែលយើងចង់មកបណ្ដាក់ទុននៅប្រទេសបារាំងហ្នឹងមិនមែន5ឆ្នាំក្នុងរកស៊ីផ្សេងមកចង់បើករបររកស៊ីផ្សេងនៅស្រុកបារាំងមិនមែនទេណាdoncទាំងអស់ហ្នឹងគឺជាការពិតដែរឧទាហរណ៍មួយខ្ញុំថាខ្ញុំនៅស្រុកខ្មែរទេខ្ញុំជាមនុស្សស្រីហ្នឹងខ្ញុំផ្នែកលក់ថ្នាំពេទ្យ pharmacien ខ្ញុំរៀនខាងផ្នែកឱសថការីខ្ញុំរៀនខាងផ្នែកហ្នឹងខ្ញុំមានបទពិសោធន៍5ឆ្នាំនៅស្រុកខ្មែរខ្ញុំបើកការ pharmacy ខ្ញុំអីចឹងទៅហើយខ្ញុំមានលុយ 30,000 euroខ្ញុំថាអញ្ចឹងខ្ញុំមកបើកនៅស្រុកបារាំងណា oui ពីព្រោះយើងមានបទពិសោធន៍5ឆ្នាំហើយយើងក៏មាន master 5ឆ្នាំដូចគ្នាតាក់ទងជាមួយនឹងជំនាញរបស់យើងហ្នឹងអញ្ចឹងយើងមានលុយ 30,000 មកយើងអាចមកបើកមក investir នៅស្រុកបារាំងបានដើម្បី investir គេមានហានិរបស់គេ étape démarche ការធ្វើការងាររបស់គេណា démarche គឺក្បួនច្បាប់ត្រូវដាក់អីខ្លះត្រូវធ្វើយ៉ាងម៉េចខ្លះអីចឹងទៅអាហ្នឹងខ្ញុំមិននិយាយទេពីព្រោះអាហ្នឹងគឺជាការរកស៊ីរបស់គេអញ្ចឹងយើងកុំនិយាយអីយើងគ្រាន់តែបកស្រាយថាវាមានជាការពិតមែនព្រោះគេមិនដែលនិយាយទៅចោលទៅទេគេនិយាយគេមានតាក់ទងដើម្បីរក client ដើម្បីបានលុយបានកាក់ខ្លះហើយអញ្ចឹងយើងកុំទៅនិយាយប្រាប់ថាអូត្រូវធ្វើម៉េចអាហ្នឹងវាបាយឆ្នាំបាយរបស់គេអញ្ចឹងមុននឹងយើងថាអញ្ចឹងធ្វើម៉េចនឹងប្រទេសបារាំងជឿថាខ្ញុំមានបទពិសោធន៍ខ្ញុំមាន master ត្រូវការលិខិតបញ្ជាក់អញ្ចឹងអស់ហ្នឹងក៏គេមានវិធីរបស់គេធ្វើដែរអញ្ចឹងខ្ញុំជៀសវាងមិននិយាយទេដើម្បីឲ្យបារាំងរដ្ឋាភិបាលខាងបារាំងជឿជាក់ថាយើងមាន5ឆ្នាំយើងមានចំណេះវិជ្ជាតាក់ទងជាមួយនឹងការងារជាមួយការរកស៊ីដែលយើងចង់មករកស៊ីនៅប្រទេសបារាំងហើយយើងមានលុយពិតប្រាកដឬក៏អត់អីក៏អត់ហ្នឹងអាហ្នឹងគឺគេមានក្បួនខ្នាតផ្លូវរបស់គេធ្វើណា démarche របស់គេធ្វើ donc សរុបសេចក្តីមកវិញអាហ្នឹងមិនមែនទើបតែមានឥឡូវទេយើងទើបនឹងឃើញគេចែករំលែកប្រហែលខែមែនប៉ាទៅខែប្រហែលខែហ្នឹងឯងតាមពិតគឺវាមានតាំង2016មកម្លេះមានតាំង2016មកម្លេះច្បាប់ហ្នឹងសម្រាប់អ្នកដែលចង់ investir អ្នកដែលចង់បណ្ដាក់ទុនរកស៊ីនៅប្រទេសបារាំងគឺមានតាំង2016គ្រាន់ថាវាអត់ទូលំទូលាយអ្នកដែលដឹងគឺដឹងអញ្ចឹងទៅដងវ៉ាឡាសរុបសេចក្តីមកវិញការពិតមាន 30,000 euro មានបទពិសោធន៍5ឆ្នាំខាងផ្នែករកស៊ីដែលចង់មករកស៊ីហ្នឹងនិងមាន master 5ឆ្នាំដូចគ្នាជំពាក់វិនជាមួយនឹងចំណេះវិជ្ជាជំនាញដែលយើងចង់មករកស៊ីហ្នឹងមួយទៀតដែលពិតដែលសំខាន់ដែលពិតនោះគឺ oui បើសិនជាខ្ញុំជាស្រីខ្ញុំអាចយកគ្រួសារខ្ញុំប្តីខ្ញុំកូនខ្ញុំមកជាមួយបានហើយទាំងប្តីខ្ញុំទាំងកូនខ្ញុំបានអាកាស séjour pluriannuel នឹងដូចគ្នាតែកាស séjour pluriannuel ឈ្មោះគេណាឈ្មោះកាស séjour អ្នកដែលមករកស៊ីហ្នឹងគឺឈ្មោះគេកាស séjour pluriannuel ហើយមាន valable តែ4ឆ្នាំទេ validity សុពលភាពតែ4ឆ្នាំទេជិតចាប់4ឆ្នាំសុំតទៀតអញ្ចឹងណាអាហ្នឹងគឺ oui បានទាំងគ្រួសារទាំងប្តីទាំងប្រពន្ធទាំងកូនបានមកជាមួយគ្នាពីព្រោះយើងមករកស៊ីនៅទឹកដីបារាំងកូនក៏បានចូលរៀនអូខេសាសេវីដូចគ្នាដូច្នេះគាត់និយាយវាមាន 90% ជាការពិតដែរស្អីដែលមិនពិតនោះថាមិនពិតបន្តិចចុះពីព្រោះពេលដែលមកដល់គាត់ថាមកដល់ភ្លាមកូនបានរៀនពេលដែលគ្រប់លក្ខខណ្ឌគេឲ្យសញ្ជាតិយើងភ្លាមហើយអត់ទេ
ពេលដែលយើងដាក់គ្រប់លក្ខខណ្ឌយើងបានមកនៅប្រទេសបារាំងយើងកូនរៀនសូត្រយើងក៏ចេះភាសាបារាំងបើថាយើងចេះវីបើឧបមាថាខ្ញុំជាស្រីដែលអ្នកបើកស៊ីខ្ញុំចេះបារាំងអូខេចុះគ្រូសាស្ត្រខ្ញុំអត់គាត់អត់ចេះអីនោះអញ្ចឹងគាត់នៅតែកាប់ séjour pluriannuel 4ឆ្នាំដូចដែលខ្ញុំម្ចាស់ខ្លួនអញ្ចឹងបើយើងបានថាយើងបំពេញលក្ខខណ្ឌគ្រប់គ្រាន់ហើយយើងដាក់ដំងសុំគេមិនអោយសញ្ជាតិយើងដៃ10ភ្លាមទេអត់ទេគេត្រូវការកិច្ចសម្ភារគេត្រូវការពិនិត្យវិច័យដូសៀម្ដងទៀតអីចឹងទៅដូច្នេះការដែលទទួលបានសញ្ជាតិភ្លាមនៅពេលដែលគ្រប់លក្ខខណ្ឌគឺអត់ទេណាបាទត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់បន្តិចដោយសារតែក្នុងវីដេអូនេះគឺវាខ្លីអញ្ចឹងចំណុចដែលថាចូលសញ្ជាតិហ្នឹងគឺខ្ញុំអត់បានគិតថាខុសទេគ្រាន់ថាខ្ញុំនិយាយហ្នឹងវាអត់ខ្វះក្បាយពួកខ្ញុំនិយាយជារួមខ្ញុំថាពេលដែលយើងគ្រប់លក្ខខណ្ឌពេលដែលគ្រប់លក្ខខណ្ឌខ្ញុំលើកឡើងហ្នឹងខ្ញុំចង់និយាយថាទាំងការស្នាក់នៅស្របច្បាប់ត្រូវតាមរយៈពេលគេមានថាយ៉ាងតិច5ឆ្នាំកម្រិតភាសាបារាំងហើយកម្រិតភាសាបារាំងបច្ចុប្បន្នហ្នឹងបងប្អូនត្រូវចេះដល់កម្រិត B1 បាទ B1 ហ្នឹងហើយឆ្នាំ2026ខាងមុខហ្នឹងអាចនឹងឡើងដល់ B2 បាទ B2 កម្រិតភាសាបារាំងហើយនឹងមានឯកសារផ្សេងទៀតឲ្យបងប្អូនទាំងអស់នេះគ្រប់លក្ខខណ្ឌហ្នឹងនេះគឺជាអត្ថន័យដែលខ្ញុំចង់និយាយមិនថានៅបាន5ឆ្នាំភ្លាមគេឲ្យភ្លាមទេ no នៅបាន5ឆ្នាំភ្លាមហ្នឹងគ្រាន់ថាយើងគ្រប់លក្ខខណ្ឌនៃរយៈពេលយើងស្នាក់នៅប៉ុន្តែបងប្អូនមានលក្ខខណ្ឌផ្សេងទៀតដូចជាភាសាចំណេះដឹងយើងទៅលើសេដ្ឋកិច្ចនយោបាយសង្គមរបស់គេនៅពេលដែលគេសម្ពុះវាអាចគេសម្ភារគេអាចតាក់ទងនឹងសំណួរទាំងអស់ហ្នឹងអញ្ចឹងដល់បងប្អូនយល់ដឹងអាហ្នឹងឆ្លើយត្រូវសម្ភារជាប់បានអញ្ចឹងអ្វីដែលខ្ញុំនិយាយថាគ្រប់លក្ខខណ្ឌហ្នឹងខ្ញុំចង់សម្ដៅទៅលើទាំងអស់ហ្នឹងតែដោយសារវីដេអូខ្លីហើយបងប្អូនដឹងថានៅពេលដែលយើងធ្វើវីដេអូវែងគេអត់សូវបានចាប់អារម្មណ៍ទេហើយក៏គេអត់សូវមានពេលមើលដែរអញ្ចឹងហើយបានខ្ញុំនៅចុងវីដេអូថាបងប្អូនចង់បានព័ត៌មានលម្អិតបាទព័ត៌មានបន្ថែមបងប្អូនតាក់ទងតាមលេខទូរស័ព្ទឬក៏ Telegram ខ្ញុំព្រោះអីបើសិនជាខ្ញុំនិយាយលម្អិតវីដេអូហ្នឹងរាប់ម៉ោងសូម្បីតែបងប្អូនតអាសិស្សស្នាក់នៅពេលដែលយើងអត់តបានសញ្ជាតិហ្នឹងក៏វាមានលក្ខខណ្ឌរបស់វាទៀតដែរបាទអញ្ចឹងក្រោយនេះខ្ញុំចង់បញ្ជាក់ថាអ្វីដែលខ្ញុំនិយាយថាគ្រប់លក្ខខណ្ឌហ្នឹងគឺមិនមែនតែលក្ខខណ្ឌពេលវេលាគឺគ្រប់លក្ខខណ្ឌទាំងអស់បាទទាំងភាសាទាំងឯកសារអ្វីផ្សេងហើយលក្ខខណ្ឌហ្នឹងបងប្អូនអាចឆែកនៅក្នុង website ស្ថានទូតឬក៏ប្រឹក្សាជាមួយនឹងមេធាវីឬក៏អ្នកជំនាញខាង immigration ហ្នឹងបាទឥឡូវយើងមើលតទៀតប៉ុន្តែស្អីដែលគាត់និយាយហ្នឹងបើយើងចង់ដឹងការពិតដូចខ្ញុំនិយាយអញ្ចឹងគាត់និយាយភាគច្រើនគឺជាការពិតហើយប៉ុន្តែបើយើងចង់ដឹងព័ត៌មានអីដែលច្បាស់លាស់យើងទៅសួរនៅទូតបារាំងនៅស្រុកខ្មែរណាបើយើងជាអ្នកបើយើងជាអ្នកបើថាយើងនៅស្រុកខ្មែរយើងចង់មកបោះទុនដូចគាត់និយាយហ្នឹងអញ្ចឹងយើងទៅសួរព័ត៌មានបន្ថែមនៅទូតបារាំងឲ្យបានច្បាស់លាស់បាទចំណុចនេះផងដែរខ្ញុំពេញចិត្តមែនតើនៅការលើកឡើងរបស់គាត់មានន័យថាបើសិនជាបងប្អូនចាប់អារម្មណ៍ប៉ុន្តែមិនទាន់មានទំនុកចិត្តច្បាស់លាស់គឺបងប្អូនអាចតាក់ទងនៅខាងស្ថានទូតបានសម័យនេះគឺมันពិបាកទេបងប្អូនអាចចូលទៅ page របស់ស្ថានទូតគេមានលេខទូរស័ព្ទគេមាន email បងប្អូនអាចសាកសួរបានហើយខ្ញុំសរសើរបងស្រីមួយទៀតត្រង់ចំណុចថាបងបានឃើញហើយអ្នកខ្លះក៏ comment ថាអូជាការបោកប្រាស់ទេគាត់មកនៅនឹង10 30 40ឆ្នាំហើយនៅតែមិនដែលដឹងមិនដែលអីបងស្រីអត់បានជឿគេភ្លាមទេគឺបងស្រីទៅធ្វើ research នេះគឺជាអេរយាប័តមួយដែលខ្ញុំគោរពហើយខ្ញុំសូមឲ្យបងប្អូនខ្មែរយើងទាំងអស់យកគំរូបងស្រីជាគំរូបាទនៅពេលដែលអ្វីមួយយើងអត់ដឹងយើងអត់ទៅធ្វើការវិនិច្ឆ័យឬក៏ឃើញគេថាក៏ថាតាមគេខ្ញុំអត់ចង់បានអញ្ចឹងទេគឺមិនមែនតែរឿងខ្ញុំមួយគឺរឿងទូទៅក្នុងសង្គមខ្ញុំឃើញថាពេលខ្លះពិតជាអញ្ចឹងមែនឃើញគេតែស្គាល់សក៏តាមនឹងយើងត្រូវតែ research មើលជួនកាលមិនមែនមានន័យថាអ្វីមួយដែលយើងអត់ដឹងអ្វីមួយដែលយើងអត់ឮវាអត់មានទេព្រោះយើងអត់ដឹងគ្រប់រឿងទេបាទយើងមួយថ្ងៃយើងរវល់តែធ្វើការងារប្រកបអាជីវកម្មរបស់យើងមានពេលណាទៅដឹងរឿងជាពិសេសរឿងដែលអត់ពាក់ព័ន្ធជាមួយនឹងវិស័យរបស់យើងអត់ដឹងទេអញ្ចឹងចំណុចល្អនេះគឺខ្ញុំទទូចឲ្យបងប្អូនអរគ្នាយកគំរូតាមគាត់ research មើលហើយមួយវិញទៀតបងប្អូនអាចសាកសួរបានបាទបងប្អូនអាចចូលទៅ page ខ្ញុំចូលទៅ profile ខ្ញុំលេខទូរស័ព្ទខ្ញុំ Telegram ខ្ញុំមានទាំងអស់ហើយតាក់ទងជាមួយនឹង Facebook ខ្ញុំអត់មានព័ត៌មានអត់កំបាំងទេតាំងថ្ងៃខែឆ្នាំកំណើតមុខមាត់ខ្ញុំក្រុមគ្រួសារទីតាំងលំនៅឋានកន្លែងណាដែលខ្ញុំធ្លាប់ធ្វើការបទពិសោធន៍ខ្ញុំកន្លងមកខ្ញុំធ្លាប់រៀនសាលាណាគឺខ្ញុំដាក់ទាំងអស់ខ្ញុំអត់មានការលាក់បាំងទេអញ្ចឹងគ្មានអ្វីដែលជាអត់កំបាំងលាក់បាំងពីបងប្អូនទេបងប្អូនអាចសិក្សាអំពីខ្ញុំបានបាទជិះវៀងដូចថាបងប្អូនខ្ញុំគិតថាបងប្អូនក៏សំណាងដែរដែលគាត់ comment អត់ល្អហ្នឹងណាបាទខ្ញុំអត់ដបតបងប្អូនអត់ទៅជេរទៅប្រចោលទៅអីក្រោតគ្រីតដាក់បងប្អូនទេប៉ុន្តែបើសិនជាបងប្អូនបន្តអញ្ចឹងចុះបើប៉ះអ្នកណាគេកាច
គេធ្វើវីដេអូ reaction ឆ្លើយតបទៅវិញគេជេរខ្ញុំឃើញទៅតាម Facebook គេជេរយើងអាក្រក់ស្ដាប់ទៅវិញទៅបាទហើយតើបងប្អូនខ្មាស់គេទេនៅពេលគេជេរទៅវិញដែលបងប្អូនចោតគេខុសអញ្ចឹងនេះនៅពេលកូនបងប្អូនឃើញវាជាគំរូអាក្រក់កូនបងប្អូនខ្មាស់គេទេពេលដែលទៅសាលារៀនទៅធ្វើការហើយថាថាឪពុកឬក៏ម្ដាយរបស់គាត់ត្រូវគេជេរអញ្ចឹងដោយគាត់ចោតគេអត់ដឹងអីអញ្ចឹងឧទាហរណ៍អញ្ចឹងណាបាទតែសម្រាប់ខ្ញុំមិនជ្រើសរើសយកវិធីទៅតបតទេហើយខ្ញុំក៏បានinbox ឆ្លើយតបទៅពូមីងបាទពូមីងជំនួសព្រោះខ្ញុំហៅថាពូមីងចុះខ្ញុំមើលនៅក្នុង profile គាត់ខ្ញុំឃើញថាគាត់មានវ័យចំណាស់បាទអាចអ្នកខ្លះហាក់ផានឹងម្ដាយខ្ញុំដែរខ្ញុំក៏អត់គ្រប់គ្រងមួយគាត់ខ្ញុំនៅជំរាបសួរខ្ញុំនៅជំរាបគាត់ថាកុំតឲ្យគាត់ឆាប់វិនិច្ឆ័យពេកឲ្យគាត់សិក្សាស្រាវជ្រាវបន្ថែមហើយខ្ញុំក៏បានផ្ញើ link website ផ្លូវការរបស់ខាងបារាំងហ្នឹងផ្ញើជូនគាត់មើលហើយក៏បកស្រាយថាឲ្យគាត់ជួយពិនិត្យមើលទៅថាខ្ញុំនិយាយហ្នឹងមានចំណុចណាខុសបាទបើសិនជាខុសខ្ញុំអាចកែតម្រូវបាទអញ្ចឹងដល់ពេលគាត់សិក្សាហើយទៅគាត់ថាអូតាមពិតមានមែនតែគាត់អត់ដឹងហើយក៏គាត់សូមអធិស្ឋានក៏គាត់ទៅលុបហើយខ្ញុំថាបើអញ្ចឹងសូមអ្នកមានជួយលុប comment នឹងចោលទៅព្រោះវាអត់ល្អមើលទេដែលមានចោតមកអញ្ចឹងគេនឹងមើលមកខ្ញុំអត់ល្អមួយចំនួនទៀតដែលគេដឹងរឿងថាកម្មវិធីនេះមានពិតគេនឹងមើលទៅអ្នកមីងក្នុងផ្លូវមិនល្អដូចគ្នាអញ្ចឹងសូមលុបចោលទៅហើយក៏ក្រោយមកក៏យើងជជែកសួរសុខទុក្ខគ្នាទៅជាការរាប់អានគ្នាទៅវិញបាទហើយអឺខ្ញុំសូមអរគុណបាទម្ដងទៀតសម្រាប់បងស្រីដែលគាត់បានបកស្រាយខ្ញុំជឿថាវីដេអូទាំងអស់នេះនឹងអាចឮទៅដល់បងប្អូនដែលគាត់បានចាប់អារម្មណ៍បាទហើយដូចខ្ញុំជំរាបចឹងកម្មវិធីនេះមិនមែនជាកម្មវិធីអ្នកណាក៏អាចទៅបានដែរមិនមែនថាមាន 30,000 យូរ៉ូទៅបានទេអត់ទេលក្ខខណ្ឌ 30,000 យូរ៉ូគឺមួយក្នុងចំណោមលក្ខខណ្ឌផ្សេងទៀតអញ្ចឹងបងប្អូនដែលគាត់ចាប់អារម្មណ៍ចង់ដាក់ពាក្យទៅបងប្អូនត្រូវពិនិត្យលក្ខខណ្ឌទាំង3ទាំង4ហ្នឹងដល់តែបងប្អូនមានគ្រប់លក្ខខណ្ឌហ្នឹងមិនបងប្អូនអាចទៅបានហើយលក្ខខណ្ឌទាំង4ហ្នឹងណាអ្នកដែលមានក៏មិនមែនជាអ្នកដូចថាធម្មតាទេព្រោះលក្ខខណ្ឌហ្នឹងខ្ពស់ដែរបាទហើយសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចទាក់ទងមកខ្ញុំបាទផ្ទាល់បានបាទសូមអរគុណ